ពេលដែលស្បែកកំពុងតែប្រតិកម្មប្រើផលិតផលអីក៏អត់កើតតើយើងគួរធ្វើដូចម្តេចកលឹះនៃការថែស្បែកងាយប្រតិកម្មគឺមាន2ដំណាក់កាលសំខាន់ទី1គឺការការពារការថែទាំជាប្រចាំដើម្បីបង្ការកុំឲ្យឡើងងាយប្រតិកម្មផលិតផលដ៏សំខាន់ត្រូវមានគឺការថែស្បែកមូលដ្ឋានគ្រឹះផលិតផលសម្អាតបែបចិនថបំផុត low pH ដែលលាងសម្អាតបានល្អដែលអត់ធ្វើឲ្យស្បែកមុខរបស់យើងស្ងួតទេដូចជាប្រភេទ Tolerant Control Extremely Gentle Cleanser ហើយអ្នកទាំងអស់គ្នាអត់ចាំបាច់លាងជម្រះជាមួយនឹងទឹកបន្ថែមទេព្រោះពេលដែលស្បែកយើងងាយប្រតិកម្មសូម្បីតែទឹកក៏ពិបាកប្រើជាមួយដែរហើយអ្នកទាំងអស់គ្នាក៏អាចប្រើអមជាមួយនឹងផលិតផលដែលជួយពង្រឹងសុខភាពអានាំងការពារស្បែកផងដែរជាពិសេសគឺជាក្រែមផ្ដល់សំណើមដែលសម្រាប់ស្បែកងាយប្រតិកម្មដែលក្នុងនេះគឺមានក្រែមផ្ដល់សំណើម Tolerant Control Soothing Skin Recovery Cream និងផលិតផលចុងក្រោយគេគឺក្រែមការពារកម្ដៅថ្ងៃព្រោះស្បែកដែលងាយប្រតិកម្មគឺច្រើនងាយឡើងក្រហមហើយនឹងអាលៀកដោយសារកាំស្មីព្រះអាទិត្យដូច្នេះអាចប្រើសារគីនរបស់ Awen ដែលសុទ្ធតែសម្រាប់ស្បែកងាយប្រតិកម្ម Sensitive Skin ហើយអាចជ្រើសរើសយកប្រភេទ Fragrance Free ដើម្បីឲ្យកាន់តែច្បាស់ថាវាសុវត្ថិភាពទី2គឺការព្យាបាលការថែទាំក្នុងអំឡុងពេលកំពុងតែឡើងងាយប្រតិកម្មនេះគឺក្រៅពីផលិតផលខាងលើទាំងអស់ដែលយើងប្រើហ្នឹងគឺយើងគួរតែមានផលិតផល2ទៀតដើម្បីបង្ការនៅពេលដែលស្បែកយើងឡើងជាងាយប្រតិកម្មហ្នឹងគឺទឹកតាក់ម៉ាអាវ៉ែនដែលប្រើបាញ់លើមុខហើយនឹងដងខ្លួនពេលដែលយើងត្រូវការហើយយើងអាចប្រើធ្វើជាម៉ាស់សម្រាប់ស្អំនៅលើមុខ10ទៅ15នាទីនៅពេលដែលស្បែកយើងឡើងជាងាយប្រតិកម្មគឺវាជួយបន្ថយសភាពក្រហាយក្តៅផ្សារោលនៃស្បែកផលិតផលមួយទៀតគឺ Sikafat Repairing Protective Cream ដែលមានសមត្ថភាពខ្ពស់ក្នុងការជួសជុលរនាំងការពារស្បែកបន្ថយសភាពក្រហមរោលផ្សាររលាកនៃស្បែកហើយអ្នកទាំងអស់គ្នាក៏អាចប្រើអមជាមួយនឹងក្រែមផ្ដល់សំណើមបន្ថែមក៏បានបើសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្បែកស្ងួតខ្លាំងហើយការបន្ថែមការការពារស្បែកពីកាំរស្មីព្រះអាទិត្យគឺសំខាន់បំផុតដែលក្រែមការពារកម្ដៅថ្ងៃនេះគឺអាចជ្រើសរើសប្រភេទ Fragrance Free រឹតតែល្អសម្រាប់ប្រើនៅក្នុងពេលនេះ